ចាំមកទីថាតិចទៀតអស់អ្នកក្រហើយអស់ហើយអ្នកក្រភូមិខ្ញុំរត់ហើយអស់អ្នកក្រពីឥឡូវទៅហើយហ្នឹងពលរដ្ឋចោលស្រុកអស់ហើយហ្នឹងមានអីនៅទៀតមានអ្នកក្រណានៅទៀតភូមិស្ងាត់ឆឹងហ្មងហើយបើសិនមាននៅណាមុខជូមុខពុកសមុខអត់លុយហ្មងអ្នកនៅហ្នឹងបើចាំបាច់ថារលុយដល់ដើមវិញផងរត់តែលុយហូបជុកមួយឆ្នាំទៅមុខទៀតហ្នឹងដឹងតែច្រកណាផងនោះព្រោះម្នាក់សល់ធនាគាររួចហ្នឹងតែខ្ចីគេមិនបានទៀតចាំមកថាតិចទៀតអស់អ្នកក្រឥឡូវអស់អ្នកភូមិខ្ញុំអស់អ្នកក្រឲ្យស្ងាត់ឆឹងហើយមានអីទៀតរត់ចោលស្រុកអស់ហើយខ្លះទៅថៃខ្លះទៅពេញខ្លះទៅអីយ៉ាងដែរដោយសារមានពេកបាននិយាយទៅចោលផ្ទះមើលតែមានពេកទៅចោលផ្ទះស្ងាត់ឆឹងយ៉ាងហ្នឹងអស់អ្នកក្រហើយមានអ្នកក្រហើយបងប្អូនអាចសบายរីបានតែយើងអស់អ្នកក្រហើយពួកអ្នកក្ររត់អស់ហើយមើលទៅ2050បានមានរបស់បងប្អូនដែរក្រទៅខ្ញុំយ៉ាងបងប្អូនណាជូនពរបងប្អូនខ្លាចអ្នកមានអស់ចុះឲ្យក្រទៅខ្ញុំចុះ2050បាច់បងប្អូនខ្លាចអ្នកមានអស់ឲ្យក្រទៅខ្ញុំយ៉ាងណាខ្ញុំមើលទៅដូចមិនអាចខ្លាចអ្នកមានទេតែបីតែ2100ទេក៏មិនអាចខ្លាចអ្នកមានដែរព្រោះជីវិតដូចវេទនាទៅយ៉ាងហើយបងប្អូនណាដកតម្លងហើយរត់តែលុយតាមវិញគ្មានផងហើយតែខ្លាចអ្នកមានស្អីហើយតាមស្រុកតាមភូមិស្ងាត់តែឆឹងបងប្អូនអើយចូលឆ្នាំហើយស្ងាត់ឆឹងហ្មងខុសគ្នាដូចមេឃដីនៅតែណាទៅណៃអត់ទេបងប្អូនណាអ្នកខ្លះក៏ទៅថៃអ្នកខ្លះក៏ទៅភ្នំពេញអ្នកខ្លះក៏ទៅកំពូលសោមអីចឹងទៅបែកគ្នាអស់ទៀតហើយកូនបាយម្ដាយបែកកូនប្រេកដៃប្រពន្ធណាពេលនេះជាខំប្រឹងរៀនខ្លួនចឹងណាហើយនៅសង្ឃឹមអីទេបងប្អូនអើយអ្នកចំការអ្នកស្រែព្រោះគ្មានលុយធ្វើវិញផងអ្នកស្រែខំពីអ្នកចំការមកហើយចាំនេះពិសេសអ្នកតម្លងអ្នកស្រូវវិញមុខដូចគ្នាហើយខាងបងប្អូនអ្នកដើមចន្ទទីរៀងក្រន់តែចឹងណាហើយបងប្អូនបាត់ខ្ញុំយូរប្រហែលថ្ងៃហ្នឹងខ្ញុំមានទៅណាបងប្អូនខ្ញុំឈឺផងហើយណាមុនខ្ញុំរវល់ការងារសហគមន៍ខ្លះដែរចឹងណាសម្រាប់បងប្អូនណាដែលគាត់តាមដានខ្ញុំនៅក្នុង Facebook admin របស់ខ្ញុំគាត់ដឹងហើយនៅមួយថាមួយចូលឆ្នាំមកឈឺបងប្អូនអត់បានទៅណាទេហើយនេះក៏ឈឺឲ្យមើលចំការទីមកហើយខ្ញុំបហើយត្រឹមថ្ងៃហ្នឹងបងប្អូនខ្ញុំរកដំឡូងបហើយត្រឹមថ្ងៃហ្នឹងហើយរកខាងនោះហើយថ្ងៃនេះថាជាជួបជាមួយបងប្អូនអ្នកធ្វើការបន្តិចចឹងណាហើយខ្ញុំក៏ដាំមកខ្លះដែរដាំមកបន្តិចទោះជាយកអត់មានលុយដាំទេបងប្អូនសងគេមិនបាន50%ផងចឹងណាហើយខាងបងប្អូនយ៉ាងណាហើយប្រមូលផលហើយណាបងប្អូនខ្ញុំប្រមូលផលហើយត្រឹមថ្ងៃនេះហើយក៏ចាប់ផ្ដើមចូលដាំខ្លះប៉ុន្តែគ្មានលុយដាំច្រើនទេបងប្អូនដាំជាស្ដាយចឹងណាខ្ញុំទៅផ្ទះកដាផងហើយមេព្រីលូហ្វៀងបងប្អូនអើយខាងវាវិញភ្នំ5ណា